សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់ថ្ងៃនេះខ្ញុំបានមកជីកង់ហាត់ប្រាណទៀតហើយអញ្ចឹងការជីកង់របស់យើងគឺគ្នាទៅដល់យើងបងសុកបាទបងធារីហើយក៏ដូចជាណាដែរហើយថ្ងៃនេះយើងទៅណាដែរបងថ្ងៃនេះទៅភ្នំដើកបាទភ្នំដើកឈៀងទៅមើលដូនជីតិចបងល្បីវត្តភ្នំដើកហើយមកវិញយើងកាហ្វេនៅទៅមុខភ្នំបើបាទអញ្ចឹងថ្ងៃនេះយើងឆ្ងាយពីសំដែរណាបងតោះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាសកម្មភាពរបស់យើងទៅខាងភ្នំអណ្ដើកយ៉ាងណាហើយវាមានលក្ខណៈបែបណានៅកន្លែងហ្នឹងកុំភ្លេចតាមដានវីដេអូនេះផងឥឡូវនេះយើងបានជិះកង់មកដល់ភ្នំដើកហើយតិចទៀតខ្ញុំនឹងថតទស្សនភាពនៅភ្នំដើកនេះឲ្យអ្នកទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាដីទេតែឡើយយើងទៅចូលកន្លែងជុំមន់តិចហ្នឹងអូខេមុនហ្នឹងខ្ញុំបានជិះកង់ចេញពីវត្តអណ្ដើកហើយឥឡូវនេះយើងបានមកដល់វត្តមួយទៀតគេហៅថាវត្តទ្រង់មាត់អញ្ចឹងឯងបងហើយទាក់ទងជាមួយនឹងវត្តនេះដែរគេជាកន្លែងគេដែរបងនិយាយទៅកន្លែងនេះគឺជាកន្លែងវិបស្សនាមួយដែលល្បីហើយល្បីមិនត្រឹមតែក្នុងជាតិទេល្បីអន្តរជាតិហើយនៅកន្លែងនេះបើតាមព័ត៌មានខ្ញុំដឹងយើងមកបស្សនាគឺអត់អស់លុយទេប៉ុន្តែយើងអាចចូលតាមសទ្ធាយើងមានប៉ុណ្ណាចូលប៉ុណ្ណឹងអញ្ចឹងណាគេអត់ទៀមទៀតអញ្ចឹងហើយក្នុងនេះបើយើងចង់មកវិបស្សនាអីគេមាន website ของគេសម្រាប់ចុះឈ្មោះមានសម្រាប់ខ្មែរហើយនឹងមានភាសាអង់គ្លេសអញ្ចឹងកន្លែងនេះជាទូទៅអ្នកខ្លះអត់ដឹងថាកន្លែងហ្នឹងវាពិសេសអញ្ចឹងខ្ញុំនិយាយថាជាកន្លែងវិបស្សនាមួយសំខាន់ដែរនៅក្នុងខេត្តបាត់ដំបងអញ្ចឹងបាទអូខេហ្នឹងហើយអញ្ចឹងពួកយើងបន្តដំណើរទៅមុខទៀតហើយជួបគ្នានៅកាហ្វេភ្នំសពៅអូខេឥឡូវនេះយើងបានមកដល់កាហ្វេទល់មុខភ្នំសពៅហើយកាហ្វេនេះកាហ្វេ143ហើយពួកយើងនឹងសម្រាកនៅកាហ្វេនេះបន្តិចហើយបន្តមកទៀតយើងនឹងបន្តដំណើរចូលទៅក្រុងវិញហើយវីដេអូរបស់ខ្ញុំប្រហែលជាមានតែប៉ុណ្្នឹងទេមកព្រឹកនេះហ៎បាទព្រឹកនេះគឺថាល្អយើងបានងើបពីព្រឹកបានឃើញទេសភាពថ្ងៃរះហើយជាពិសេសគឺយើងបានទៅខាងដល់ភ្នំដើកបាទគឺវត្តហ្នឹងគឺស្អាតបើអ្នកដែលធ្លាប់ទៅអាច recommend ឲ្យទៅលេងគឺស្រស់ថ្លាជាថ្លាហើយសំខាន់ទេសភាពនៅជុំវិញគឺ clean តែម្ដងថ្ងៃនេះស្រស់ស្រាយជិះពេលព្រឹកស្រស់ស្រាយហើយយើងបានមើលទេសភាពហើយនឹងមើលថ្ងៃរះនិងសុខភាពផងហើយនឹងមិត្តភាពផងថ្ងៃនេះពេលបាច់អាចយើងតិចទូតែមកដល់នេះលេងតិចយើងអាចជិះបានធម្មតា